របៀបធ្វើទឹកតាហ៊ូកាពីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ញ៉ាំជាមួយនឹងសាច់អាំងចាប់ជាតិគ្នាបានល្អអាចមើលជាមួយនឹងវីដេអូឃ្លីបមួយនេះបានចំពោះទឹកជ្រលក់របស់យើងនេះក៏អាចរក្សាទុកបានយូរផងដែរអញ្ចឹងចាំអីទៀតបងប្អូនតោះមកមើលពីរបៀបធ្វើនិងគ្រឿងផ្សំទាំងអស់គ្នាតើមានអ្វីខ្លះនៅក្នុងវីដេអូមួយនេះជាប្រចាំខ្ញុំប្រើជាមួយនឹងតាហ៊ូកែប្រភេទក្រហមនេះបងប្អូនអញ្ចឹងតាហ៊ូកែរបស់យើងនឹងវាមានជាតិប្រៃខ្លាំងមែនទែនអញ្ចឹងខ្ញុំបានសម្រាប់យកទឹករបស់វានឹងចេញបានពាក់កណ្ដាលហើយខ្ញុំយកតាកាចេញមកពាក់កណ្ដាលសិនចំពោះកាពីវិញខ្ញុំប្រើចំនួន1ស្លាបព្រាដោយប្រើជាមួយនឹងកាពីកែវតួឯកបង្កប់ទៀតនេះយើងប្រើជាមួយនឹងទឹកដោះគោខាប់ចំនួន50 ml ទឹកដោះគោខាប់50 ml มันអាចធ្វើឲ្យទឹកជ្រលក់របស់យើងផ្អែមពេកទេដើម្បីធ្វើឲ្យទឹកជ្រលក់របស់យើងកាន់តែទំនងខ្ញុំយកទៅក្លុកវាបន្តិចសិនប៉ុន្តែបងប្អូនក៏អាចញិចនឹងដៃបានដែរប៉ុន្តែចំណាយពេលរៀងយូរបន្តិចដើម្បីបង្កើនក្លិនទឹកជ្រលក់របស់យើងឲ្យកាន់តែឈ្ងុយខ្ញុំបានឆាខ្ទឹមសជាមួយនឹងប្រេងឲ្យឡើងឈ្ងុយបន្តិចទើបដាក់ជាមួយនឹងស្ករក្រហមចូលស្ករក្រហមជួយលើករសជាតិទឹកជ្រលក់ឲ្យកាន់តែឆ្ងាញ់ជាពិសេសនឹងពណ៌ទឹកជ្រលក់ចេញមកក៏ពណ៌ស្អាតផងដែរអញ្ចឹងកូរស្ករក្រហមឲ្យឡើងឈ្ងុយបន្តិចសិនឡើងចាប់ដើមឡើងឈ្ងុយខ្ញុំចាក់ជាមួយនឹងគ្រឿងក្លុកដែលខ្ញុំបានយកទៅក្លុកនឹងចូលចំពោះគ្រឿងតាហ៊ូនិងទឹកកាពិដែលខ្ញុំយកទៅក្លុកមិញហ្នឹងបងប្អូនក៏អាចកិននឹងដៃបានដែរគ្រាន់តែវាចំណាយពេលវេលារៀងយូរបន្តិចដើម្បីធ្វើឲ្យវាមាត់ល្អណាកុំទាន់អាលដាក់ទឹកសាបចូលយើងថែមជាមួយនឹងទឹកអំពិលទុំ1ស្លាបព្រាចូលសិនទឹកអំពិលទុំជួយកាត់បន្ថយជាតិប្រៃធ្វើឲ្យទឹកជ្រលក់របស់យើងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ដិតល្អហើយខ្ញុំក៏បានយកកំប៉ុងក្លុកគ្រឿងនេះយកទៅចាក់ទឹកសាបចំនួន1កែវធំដើម្បីយកមកចាក់ចូលក្នុងឆ្នាំងបន្តជាមួយនឹងគ្រឿងផ្សំបន្តទៀតដែលខ្ញុំដាក់ជាមួយនឹងទឹកប្រេងខ្យងចំនួន2ស្លាបព្រាបាយចូលរីឯប៊ីចេងវិញខ្ញុំដាក់កន្លះស្លាបព្រាដោយសារតែផ្ទះខ្ញុំនឹងញ៉ាំប៊ីចេងបើសិនមកផ្ទះបងប្អូនអត់ញ៉ាំប៊ីចេងទេក៏មិនបាច់ដាក់ដែរគ្រឿងផ្សំដាក់រួចរាល់អស់ខ្ញុំចម្អិនជាមួយនឹងភ្លើងខ្សោយៗដើម្បីរងាស់ឲ្យដាច់ទឹកធ្វើបែបនេះទើបអាចរក្សាទឹកជ្រលក់របស់យើងនឹងទុកបានយូរដាក់នៅក្រៅទូទឹកកកបានមួយអាទិត្យទៅ10ថ្ងៃដែរប៉ុន្តែបងប្អូនរក្សាទុកក្នុងទូទឹកកកគឺបានយូរជាងនេះនេះគឺជាបន្លែដែលខ្ញុំត្រៀមញ៉ាំជាមួយនឹងទឹកជ្រលក់របស់យើងមានជាមួយនឹងសាច់គោផងដែរទឹកជ្រលក់របស់ខ្ញុំនេះគឺអត់រើសជាមួយនឹងប្រភេទសាច់ឬក៏បន្លែទេញ៉ាំបានគ្រប់កលៈទេសៈតែម្ដងឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើការក្លុកវាតិចសិនដើម្បីឲ្យវាសព្វសាច់ល្អនៅពីក្រោយសកម្មភាពថតវីដេអូរបស់ខ្ញុំតែងតែមានកូននិងប្តីដើរកវ៉ែជាប់ជានិច្ចអូយដាក់អីដាក់រៀងវេទនាតិចហើយថ្ងៃនេះយប់ឡើងជ្រៅកូនអត់តាន់បានមួយទឹកផ្លាស់កៅអៅអីទេប្តីខ្ញុំគាត់មានជំនាញតែមើលកូនទេបើឲ្យមួយទឹកផ្លាស់កៅអៅសូនដាក់តែដៃនេះដែរតែដៃយោចាណាកូនខ្ញុំបានឃើញនិងបានដឹងពីការលូតលាស់របស់កូនខ្ញុំប្រចាំថ្ងៃដោយសារតែខ្ញុំបានមើលថែគាត់ឲ្យផ្ទាល់ដៃហើយរដូវនេះដល់ខែត្រជាក់ធ្លាក់ខ្យល់ទៀតក៏មើលរំលងឲ្យសោះជាមួយនឹងការជ្រើសរើសខោទំនោមស្លៀកពេលយប់សម្រាប់កូនបើសិនម៉ាក់អត់តាន់រកខោទំនោមដែលត្រូវចិត្តល្អទេម៉ាក់មកមើលជាមួយនឹងបទពិសោធន៍ការប្រើប្រាស់ខោទំនោម BP Night Pad នេះជាមួយខ្ញុំខោទំនោម BP Night Pad នេះខ្ញុំប្រើបានមួយរយៈអាយសម្រាប់កូនដៅខ្ញុំនៅពេលយប់ដោយសារតែខោទំនោម BP Night Pad នេះមានសមត្ថភាពស្រូបនិងផ្ទុកទឹកនោមបានទ្វេដងដោយសារតែវាមានសន្ទប់ស្រូបទឹកនោមដល់ទៅ2ជាន់វាអាចស្រូបទឹកនោមបានលឿនផ្ទុកទឹកនោមបានច្រើនអូនគេងលក់ស្កប់ស្កល់ដោយមិនមានការលេចជ្រាបចេញពីខោទឹកនោមឡើយហើយខ្ញុំរីកខមមិនខ្លាំងមែនទែនសម្រាប់ម៉ាក់ដែលមានកូនតូចៗនោមយប់ច្រើនហៀជ្រាបបន្លែហ្នឹងណាអាចប្រើជាមួយនឹង BP Premium Night Pad នេះបានស័ក្តិសមបំផុតជាមួយនឹងរដូវត្រជាក់ធ្លាក់ខ្យល់បែបនេះទៀតរឿងចែករំលែកអ្វីដែលល្អៗនឹងការចម្អិនម្ហូបដែលឆ្ងាញ់ណាខ្ញុំអត់ខ្វែតែអ្វីដែលសំខាន់ណាខ្ញុំត្រូវឲ្យកូនខ្ញុំគេងលក់ឲ្យស្កប់ស្កល់ពីមុនសិនទើបខ្ញុំអាចមកថតវីដេអូចែករំលែកបានដូចជាស្ដែងនៅក្នុងវីដេអូនេះអញ្ចឹងពីអ្នកប្តីប្រពន្ធអត់ទាន់បានញ៉ាំទេណាបងប្អូនត្រូវតែលួងឲ្យកូនគេងសិនឥឡូវកូនគេងហើយពីអ្នកប្តីប្រពន្ធមកចាត់ការញ៉ាំជាមួយនឹងសាច់អាំងវិញម្ដងដូចដែលបងប្អូនបានឃើញពីរបៀបដែលខ្ញុំបានចម្អិនជាមួយនឹងទឹកជ្រលក់មុននឹងអញ្ចឹងបងប្អូនទឹកជ្រលក់មួយមុខនេះញ៉ាំមិនរើសជាមួយនឹងសាច់អាំងក៏ដូចជាបន្លែអីទេញ៉ាំបានគ្រប់កលៈទេសៈទាំងអស់សម្រាប់ខ្ញុំតែងតែមានម្ដងពីរដបនៅក្នុងទូក្លាសេជាប់ជានិច្ចនឹងព្រោះពួកខ្ញុំចូលចិត្តញ៉ាំណាសាច់អាំងសាច់អីហ្នឹងយ៉ាងតិចក៏បានញ៉ាំ3ដងដែរក្នុងមួយខែសម្រាប់សាច់អាំងវិញគឺខ្ញុំចូលចិត្តញ៉ាំនៅផ្ទះដោយសារតែចំណាយថវិកាតិចបងប្អូនចុះបងប្អូនវិញចូលចិត្តញ៉ាំសាច់អាំងនៅខាងក្រៅផ្ទះឬក៏នៅក្នុងផ្ទះដែរកុំភ្លេចជួយ comment នៅខាងក្រោមវីដេអូនេះណាអូខេអរគុណច្រើនបាយ